ដូរចំណុចបរោះបន្តិចគាត់មានតើគាត់អាចញ៉ាំទឹកដូងលើសពីមួយថ្ងៃមួយផ្លែបានអត់? គាត់ខ្លាចប៉ះពាល់ទៅលើឧទាហរណ៍ថាយើងមានសំយោគអ័រម៉ូនអីខ្លះចឹងណាអ្នកគ្រូ អូ ចា៎ ចា ទាំងអស់ហ្នឹងមិនមែនអញ្ចឹងទេ គ្រាន់តែថាបុរសនៅក្នុងរាងកាយរបស់បុរសហ្នឹងណា ក៏មានអ័រម៉ូនស្ត្រីដែរ ហើយស្ត្រីក៏មាន អាហ្នឹងបើនិយាយអំពី សរីរវិទ្យា ចា ស្ត្រីក៏មានអ័រម៉ូនរបស់បុរសដូចគ្នា ប៉ុន្តែវាមាននៅក្នុងកម្រិតតិចតួច ចា បើសិនជាបុរសគាត់មានអ័រម៉ូនស្ត្រីលើសពេក គាត់អាចនឹងមានការផ្លាស់ប្ដូរណាមួយហើយ ស្ត្រីកាលណាមានអ័រម៉ូនបុរសច្រើនពេក ក៏គាត់អាចមានសាច់ដុំ ចា គាត់អាចមានដុះរោម ដុះអីច្រើនខុសប្រក្រតី ហើយបើបុរសមានអ័រម៉ូនស្ត្រីច្រើន គាត់អាចផ្លាស់ប្ដូរឥរិយាបថ អាកប្បកិរិយាគាត់ស្ដែងចេញមកផ្សេង ឬគាត់មានទ្រូងមានអីចឹងលក្ខណៈ គេហៅថាមើលទៅប្លែក ប្លែកពីបុរស ឬក៏ស្ត្រីទូទៅ តែការញ៉ាំទឹកដូងមិនមែនមានន័យថាញ៉ាំទៅហ្នឹងឲ្យគាត់ទៅជា ផ្លាស់ប្ដូរ ចា អ័រម៉ូនក្នុងខ្លួនគាត់ ប្ដូរតុល្យភាពអ័រម៉ូនអីទេ មិនមែនទេ ទីមួយគេហៅថាសារធាតុដែលវាទៅទ្រទ្រង់ មិនមែនជាសារធាតុហ្នឹងទាំងដុលទេ វាប្រៀបដូចថា អូនឯងញ៉ាំទឹកវាចូលទ្រទ្រង់រាងកាយចឹងណា វារបៀបអញ្ចឹងណា ចឹងនៅក្នុងទឹកដូងនោះវាមានសារធាតុដែលជួយទៅទ្រទ្រង់ បាទជួយទៅបំប៉ន ទៅជួយទៅទ្រទ្រង់អ័រម៉ូនរបស់គាត់ មិនមែនអាអ័រម៉ូនហ្នឹងនៅក្នុងទឹកដូងហ្នឹងទេ កុំយល់ច្រឡំណា អញ្ចឹងបុរសគាត់អាចញ៉ាំទឹកដូងបាន អត់មានប៉ះពាល់អីដល់សុខភាពគាត់ទេ គាត់ចង់ញ៉ាំម្ដង 1 ផ្លែ 2 ផ្លែអីក៏វាអត់បញ្ហាអីដែរ គាត់ញ៉ាំបាន មិនមានការហាមឃាត់ណាមួយថាគាត់ញ៉ាំទៅវាលើសអានេះ លើសអ័រម៉ូនស្ត្រីឬអីទេ អត់ទេ